ចាសូមជម្រាបសួរបងប្អូនទាំងគ្នាជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមាននៅវិធានបទខ្លីមួយទាក់ទងអំពីកត្តាសំខាន់ទាំង10ដែលញ៉ាំងឲ្យមនុស្សយើងជាផុតពីជំងឺចាបងប្អូនដឹងអត់ចាកត្តាទាំងអស់នេះគឺវាសែនមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអាយុជីវិតរបស់យើងបើកាលណាយើងធ្លាស់ធ្លោយើងធ្វើប្រហែសយើងអនុវត្តមិនបានគ្រប់ចំនួនគឺជាប្រភពនៃការដែលបង្កបង្កើតឲ្យយើងកើតនៅជំងឺដោយមិនដឹងខ្លួនចាចំណុចទី1គឺបងប្អូនត្រូវតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ចំណុចទី2គឺបងប្អូនត្រូវតែហាថ្ងៃឲ្យបានគ្រប់គ្រាន់ដែរពលឺព្រះអាទិត្យគឺសារៈសំខាន់យ៉ាងខ្លាំងកត្តាទី3គឺបងប្អូនទាំងគ្នាត្រូវតែសម្រានឲ្យបានគ្រប់ម៉ោងចាមួយថ្ងៃ7ម៉ោងទៅ8ម៉ោងតែយ៉ាងហោចណាស់យើងត្រូវតែសម្រានឲ្យបាន6ម៉ោងចំណុចទី4គឺបងប្អូនផឹកទឹកឲ្យបានគ្រប់ចំនួនចំណុចទីចំនួនក្នុងមួយថ្ងៃ3000 cc ចំណុចទី5គឺបងប្អូនត្រូវតែញ៉ាំចាចំណុចទី5គឺបងប្អូនត្រូវតែញ៉ាំចំណីអាហារដោយទំពាយឺតញ៉ាំលឿនពេកចាញ៉ាំយឺតបានហើយណាបងប្អូនក៏គុំទៅពីលឿនពេកដែលនាំឲ្យកាពះពោះវៀនយើងវាកិនទៅវាហត់រងនូវសម្ពាធធ្ងន់ចំណុចទី6គឺបងប្អូនត្រូវតែមានការសប្បាយរីករាយនៅក្នុងចិត្តកុំបៀនទុកច្រើនពេកនាំឲ្យឆាប់ស្លាប់នោះទេចំណុចទី7គឺបងប្អូនទាំងគ្នាត្រូវតែគិតឲ្យបានធ្លុះចាមនុស្សយើងកុំគិតអវិជ្ជមានកុំគិតពីអាក្រក់ច្រើនពេកដែលនាំឲ្យមានបញ្ហាbyរឿងរ៉ាវទាំងអស់ពិតជាមានដំណោះស្រាយត្រូវជឿជាក់ថាអញ្ចឹងបើយើងមិនចេះសុំសួរយោបល់ពីអ្នកដទៃកុំលាក់ខ្លួនពួនអាត្មាចាចំណុចទី8គឺស្នាមញញឹមបងប្អូនចង់ឲ្យមានហុងស៊ុយអត់ចាចង់មានសេរីសុខស្ដីយើងត្រូវតែឧស្សាហ៍សើចឧស្សាហ៍ញញឹមចាដូចខ្ញុំអញ្ចឹងកាលមិនទម្លាប់អាក្រក់តែមុខកញ្ញើចាអញ្ចឹងទៅបាត់ហុងស៊ុយអស់ដល់ពេលឥឡូវនេះផ្លាស់ប្ដូរឡើងវិញឧស្សាហ៍សើចឧស្សាហ៍ញញឹមទៅគិតថាជីវិតយើងសុខចិត្តហុងស៊ុយអត់សូវឈឺអត់សូវខ្វល់ខ្វាយច្រើនទៀតចាចំណុចទី9គឺយើងត្រូវចេះសរសើរលើកទឹកចិត្តអ្នកដទៃធួមនុស្សមានមាត់កុំចេះនិយាយបង្អាប់ចានិយាយដើមនិយាយមិនល្អពីអ្នកដទៃត្រូវសរសើរលើកទឹកចិត្តឲ្យបានច្រើនផ្ដល់នូវក្តីសង្ឃឹមដល់មនុស្សជុំវិញខ្លួនយើងចាហើយចំណុចចុងក្រោយគេនោះគឺសែនសំខាន់យ៉ាងខ្លាំងបងប្អូនចាចំណុចទី10នោះបងប្អូនដឹងអីអត់គឺជាអីគេចារស់ជាមនុស្សបិទភ្នែកបិទមួយចំហៀងបើកភ្នែកមួយចំហៀងបងប្អូនរឿងមួយដែលសែនសំខាន់បិទមួយចំហៀងបើកមួយចំហៀងបងប្អូនរស់ជាមនុស្សបងប្អូនត្រូវតែយល់ដឹងពីសភាពការយល់ដឹងពីស្ថានភាពកុំធូរបីតាមអារម្មណ៍ខ្លួនឯងពេលខ្លះធ្វើកោធ្វើខ្លងខ្លះទៅជឿខ្ញុំទៅទឹកជួតយើងមានក្តីសុខមានក្តីសប្បាយបានយូរអង្វែងចាចំណុចទាំង10នេះគឺវាសែនមានសារៈសំខាន់មិនថាចំពោះបងប្អូនតែចំពោះខ្ញុំចំពោះមនុស្សទូទៅទាំងអស់ដែលខាងចាអ្នកឯកទេសរបបបរទេសគាត់ធ្វើការណែនាំប្រាប់គាត់ដូចជាធ្វើការចែករំលែកអញ្ចឹងដែរថ្ងៃនេះខ្ញុំយកនៅធានបទរបស់ចាផ្នែកសុខភាពពិភពលោកនោះយកមកធ្វើការចែករំលែកជូនចាអញ្ចឹងទៅជឿជាក់ថាបងប្អូនតិចក្តីច្រើនក្តីគឺស្ដាប់យល់ហើយព្យាយាមអនុវត្តអស់គ្នាដើម្បីឲ្យសុខភាពយើងកាន់ល្អប្រសើរនឹងកាលណាបងប្អូនសុខភាពមានសុខភាពល្អហើយហ្នឹងជីវិតយើងកាន់តែល្អប្រសើររស់កាន់តែមានន័យកាន់តែបងប្អូនដូច្នេះកត្តាទាំង10នេះសូមបងប្អូនទាំងគ្នាកុំភ្លេចឲ្យសោះរៀនសូត្រអនុវត្តចាជាប្រចាំថ្ងៃដើម្បីស្ថាបនាជីវិតយើងកាន់តែរីកចម្រើនមនុស្សយើងកាន់តែកាត់បន្ថយជំងឺបងប្អូនដឹងចំណេញអត់ទី1ចំណេញទ្រព្យធនចាទី2គឺគេចំណេញនៅក្តីសុខក្រុមគ្រួសារបើកាលណាមានក្នុងគ្រួសារយើងមានអ្នកជំងឺមួយឬក៏ពីរអ្នកបងប្អូនឃើញអត់គ្រួសារនឹងមានបរិយាកាសអាប់អួរយ៉ាងខ្លាំងកូនចង់មិនសប្បាយចិត្តឪពុកម្ដាយមិនសប្បាយចិត្តដែរស្បែកខ្លួនយើងក៏មិនសប្បាយចិត្តដែរជាចឹងណាបងប្អូនហើយបញ្ហាសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់យើងក៏មានការប៉ះពាល់អញ្ចឹងទៅយើងគឺជាបុគ្គលដែលឆ្លាតជាមនុស្សដែលឆ្លាតត្រូវធ្វើយ៉ាងម៉េចហាត់ពត់លុតដំនៅកាយមួយនេះឲ្យវាមានអត្ថប្រយោជន៍យ៉ាងពិសេសឲ្យរស់ដោយសុខភាពល្អមានន័យមានតម្លៃសម្រាប់ខ្លួនយើងមនុស្សជុំវិញខ្លួនយើងនិងសង្គមជាតិយើងផងដែរចា៎ចុះមកចប់ក៏សូមជូនពរបងប្អូនដល់គ្នាមានសុខភាពល្អអាយុវែងគ្រប់គ្នា